ភាពមានបានមិនមែនតែយើងដឹងវិធីមានបានហើយចាប់ខ្លាចអ្នកមានឃ្លាមេគឺតែការកសាងយុវៈបើសិនជាយើងជាកូនអ្នកក្រយើងត្រូវទទួលស្គាល់តែសំខាន់ឲ្យដឹងថាជាផ្លូវត្រូវដឹងតែផ្លូវត្រូវព្រោះយើងការខ្លាចជាអ្នកមានយើងសិក្សាទៅវាអត់មានផ្លូវកាត់វាមានតែផ្លូវវែងឡាយជាពិសេសយើងចាប់ផ្ដើមពីបាតដៃទទេអញ្ចឹងគឺវាវែងឡាយតែយើងត្រូវទទួលស្គាល់ការពិតយើងចាញ់បោកគេដោយសារតែយើងអត់ទទួលស្គាល់ការពិតថាភាពមានបានត្រូវការដើរលើផ្លូវត្រូវហើយដើរលើផ្លូវត្រូវគឺជាការត្រូវការពេលវេលាក្នុងការបង្កើនទ្រព្យម្ដងបន្តិចម្ដងអត់អាចមានផ្លូវកាត់ទ្រព្យច្រើនទេបើចង់បានលឿនតតែយើងធ្វើអ្នកលក់សេវាកម្មឬ product ណាដែលមានគុណភាពបងប្អូនលក់បានច្រើនអានឹងមានលឿនយ៉ាងដែរមានតែផ្លូវលក់មួយទេលក់សេវាកម្មក្តី product ក្តីឲ្យមានគុណភាពហើយជួនណាខ្វះបនពេលលក់ទៅក៏គេអត់ជឿជាក់របស់ល្អហើយយើងមានបញ្ញាដែរតែខ្វះបនក៏ពិបាកដែរបនបញ្ញាក៏បនដែរបនមានច្រើនទៅបងប្អូនរៀនពីការចុះទេបដិសន្ធិអ្នកខ្លះអត់ទៅមានបញ្ញាទេតែមានទ្រព្យក៏មានដែរអ្នកខ្លះមានទ្រព្យពីក្មេងចាស់ទៅអស់ទ្រព្យវិញក៏មានដែរខ្លះមានទ្រព្យតើចាស់មានទ្រព្យពីក្មេងអត់ទ្រព្យក៏មានដែរអូមានកម្មច្រើនណាស់បងប្អូនសិក្សាពីកម្មផលហើយដឹងពូជកម្មអីធ្វើចេះយើងទទួលបានវិបាកកម្មអីយើងសាងកម្មអីយើងទទួលបានវិបាកកម្មអីផលឆ្អិនជាស្អីផលឆ្អិនទៅលើទៅក្រោមមានទាំងអស់រៃរ៉ាប់ទាំងអស់ព្រះសម្មាសម្ពុទ្ធរៃរ៉ាប់ទាំងអស់បងប្អូនសិក្សាធម៌ទៅដឹងហើយរៃរ៉ាប់ទាំងអស់អត់មានប្រះចាក់ហេតុមួយទេចឹងបាទបងប្អូនពីសិក្សាកាន់តែយល់ដឹងកាន់តែច្រើនទៅបងប្អូនមិនដឹងថាអ្វីដែលបងប្អូនគួរធ្វើអ្វីដែលបងប្អូនមិនគួរធ្វើបើបងប្អូនអត់សិក្សាអីសោះដោយព្រះពុទ្ធលើកឡើងអញ្ចឹងយើងមនុស្សដែលអត់បានសិក្សាអីទាំងអស់គិតតែធ្វើដដែលអត់បានរៀនសូត្រអ្វីដែលយើងកំពុងធ្វើអត់រលឹកតិដឹងអត់អីហ្នឹងដូចជាគោចាស់អញ្ចឹងទៅចាស់ទៅដូចគោចាស់អញ្ចឹងវាអត់បានការចាស់ទៅតិចទៅត្រឹកធ្វើអីលែងកើតគោចាស់នៅឥណ្ឌាគេបលែងចោលការចំនួនព្រះគោចាស់នៅឥណ្ឌាហ្នឹងគេចង់បានន័យថាបណីហ្មងបានថាមនុស្សអត់បានការអីទាំងអស់បើនិយាយទៅបើសរុបន័យអត់បានការអីទាំងអស់ព្រោះនឹងរស់នៅធ្វើអីឥឡូវរស់នៅធ្វើអីរៀនសូត្រក៏មិនរៀនអីក៏មិនរៀនធ្វើដែរតាមអំណាចតណ្ហារបស់ចិត្តយើងហ្នឹងកិលេសនៅក្នុងចិត្តយើងអត់សិក្សាដឹងថាកិលេសនៅក្នុងចិត្តយើងពូនកសង្ខារច្រើនទៅអញ្ចឹងអូខេ